ចាសសូមជម្រាបសួរសម្រាប់គម្រោងនេះដែរគឺយើងនឹងបង្ហាញអំពីគម្រោងវិឡាភូមិគ្រឹះភ្លោះ2ដែលគាត់បានធ្វើការបាញ់ថ្នាំក្រានីតដែលយើងទើបតែនឹងបញ្ចប់សម្រាប់វិឡាភូមិគ្រឹះនេះដែរគឺគាត់យកតែពីរពណ៌ទេសម្រាប់ពណ៌ផ្នែកផ្ទៃជញ្ជាំងហើយនិងពណ៌ highlight ដែលអាចពិនិត្យមើលនៅក្នុងរូបភាពនេះបានគឺជាប្រភេទពណ៌ថ្នាំក្រានីតមានភាពស្រស់ស្អាតមែនទែនដូចជាមួយនឹងថ្មម៉ាបសម្រាប់ផ្ទៃជញ្ជាំងនេះផងដែរគឺគាត់ធ្វើការកាត់ឡងនេះគឺជួយច្រើនមែនទែនធ្វើឲ្យផ្ទៃជញ្ជាំងយើងកាន់តែមានសោភ័ណភាពស្រស់ស្អាតមានភាពលេចធ្លោថែមមួយកម្រិតទៀតហើយបន្ថែមពីនេះទៀតផ្ទៃជញ្ជាំងក៏កាន់តែធ្វើឲ្យផ្ទៃជញ្ជាំងមានផ្ទៃរាបស្មើមើលទៅគឺអត់សូវមានរលកផ្ទៃខាងក្នុងដូចជាការដេគ័រទៅលើផ្ទាំងរូបភាពមហាកំផែងចិនក៏ដូចជារូបភាពការតុបតែងរចនាបថផ្សេងៗគឺគាត់ប្រើប្រាស់ប្រភេទថ្នាំគ្រាប់សាច់ជាប្រភេទថ្នាំគ្រាប់ម៉ត់ដែលយើងបាញ់ចេញមកគឺមានភាពឆ្លុះស្រស់ស្អាតមែនទែនចាហើយភាពជាប់ក៏មានភាពរឹងមាំមែនទែនគឺមួយវិញទៀតជួយការពារទៅលើស្នាមប្រេះបង្ហាញពីភាពស៊ីវិល័យនៅក្នុងរចនាបថបែបផ្សេងគ្នាដែលបង្ហាញពី 3D អត់មានបាត់ទំហំ 3D ទេអញ្ចឹងអតិថិជនអត់មានការព្រួយបារម្ភសម្រាប់ពេលដែលបាញ់ទៅបាត់រូបភាព 3D ដូចជ្រីអីផ្សេងជាដើមសម្រាប់បងដែលត្រូវការសម្ភារៈសម្រាប់ការបាញ់ថ្នាំគ្រាប់សាច់ក៏ដូចជាត្រូវការឲ្យក្រុមពួកយើងមកបងអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងផ្ទាល់បានចា៎អរគុណច្រើន